រឿងកណ្ដុរនិងសត្វទន្សាយកាលពីយូរលង់ណាស់មកហើយមានសត្វកណ្ដុរមួយរស់នៅឯកក៏គិតថាចង់រកមិត្តម្នាក់ខ្ញុំជាសត្វកណ្ដុរទូចមួយសពថ្ងៃរស់នៅម្នាក់ឯងពិតជាឯកាណាស់មិនដឹងពេលណាមានមិត្តភ័ក្តិគ្រាន់ជជែកលេងនឹងគេទេខ្ញុំគិតថាទៅរកទន្សាយនៅឯព្រៃខាងនោះធ្វើជាមិត្តសិនគ្រាន់បានដើរលេងជាមួយគ្នានិយាយរួចកណ្ដុរក៏ចេញដំណើរទៅទន្សាយភ្លាមនិយាយពីទន្សាយក៏កំពុងតែរកមិត្តម្នាក់ដែរអាយ៉ាក៏ទឹកធ្លាក់ខ្យល់រងាណាស់បើសិនជាបានមិត្តម្នាក់គ្រាន់នឹងអង្គុយជជែកគ្នាកំដរអបសុខខ្លះដែរតែមិនដឹងជាទៅរកមិត្តនៅឯណាទេបើខ្ញុំជាសត្វទួយបែបនេះបើរកសត្វធំខ្លាចគេធ្វើបាបខ្ញុំអញ្ចឹងមានតែរកសត្វតូចទើបយើងអាចរាប់អានគ្នាបានយូរសត្វទាំងពីរមានចិត្តដូចគ្នាក៏បានចេញដំណើរទៅតាមផ្លូវហើយក៏បានជួបគ្នាដោយចៃដន្យជំរាបសួរបងទន្សាយតើបងអញ្ជើញទៅណាមកណាដែរបាទជំរាបសួរប្អូនកណ្ដរខ្ញុំកំពុងតែដើរមិត្តភក្តិម្នាក់គ្រាន់នឹងបានជជែកគ្នាលេងព្រោះខែត្រជាក់បែបនេះខ្ញុំអផ្សុកណាស់អូបានអញ្ចឹងល្អណាស់បងទន្សាយខ្ញុំក៏កំពុងតែដើររកមិត្តម្នាក់ដែរបើបែបនេះខ្ញុំសូមរាប់អានបងធ្វើជាមិត្តបានទេពិតមែនឬបានខ្ញុំមិនប្រកាន់ទេពួកយើងជាសត្វទុយដូចគ្នាបានរាប់គ្នាជាមិត្តបែបនេះខ្ញុំពិតជាកុកក្ដៅណាស់ដូច្នេះយើងហៅគ្នាថាសម្លាញ់ទៅចុះសត្វទាំងពីរបានរាប់អានគ្នាដោយសប្បាយរីករាយមួយរយៈក្រោយមកពេលដែលទន្សាយកំពុងតែដើររកចំណីជាមួយកណ្ដុរស្រាប់តែមាងព្រានម្នាក់បានចាប់ទន្សាយដាក់ក្នុងទ្រុងហើយបើកបរឡាននាំយកទន្សាយចេញទៅនិយាយពីកណ្ដុរគេមានអារម្មណ៍ពិបាកចិត្តណាស់ក៏រត់មកពួនយំក្រោមដើមឈើតែម្នាក់ឯងអូសម្លាញ់អើយហេតុអ្វីបានជាឯងអភ័ព្វខ្លាំងម្ល៉េះពួកយើងរស់នៅជាមួយគ្នារីករាយណាស់មិនសមព្រានអប្រិយមកបំបែកពួកយើងបែបនេះសោះថ្មើរនេះតើសម្លាញ់សុខទុក្ខយ៉ាងណាហើយខ្ញុំពិតជានឹកឯងខ្លាំងណាស់ខ្ញុំនឹងទៅរកគេឲ្យជួយឯងសម្លាញ់ចូលឯងរងចាំគ្នាបន្តិចសិននិយាយរួចកណ្ដុរក៏បានចេញដំណើរទៅរកខ្លាខ្មៅដែលជាសត្វមានអំណាចខ្លាំងក្លាជាងគេនៅក្នុងតំបន់នេះចេញទៅបានមួយសន្ទុះកណ្ដុរតូចក៏បានជួបនឹងសត្វខ្លាខ្មៅដូចបំណងខ្លាខ្មៅដែលជាសត្វមានអំណាចជាងគេក្នុងតំបន់នេះកាលបើឃើញសត្វដទៃនៅពីមុខខ្លួនបែបនេះក៏បានបញ្ចេញចង្កូមបន្តិចដើម្បីបង្ហាញពីអំណាចរបស់ខ្លួនរីឯកណ្ដុរបានឃើញខ្លាខ្មៅផ្លើមមានអារម្មណ៍ភ័យរន្ធត់ជាខ្លាំងប៉ុន្តែដើម្បីមុតសម្លឹងគឺមានតែទ្រាំទប់អារម្មណ៍ហើយប្រឹងនិយាយទៅកាន់ខ្លាខ្មៅនោះជំរាបសួរបងខ្លាខ្មៅឫទ្ធិអំណាចរបស់បងពិតជាអស្ចារ្យណាស់ខ្ញុំសូមសរសើរបងដោយស្មោះខ្ញុំមករកបងនៅពេលនេះគឺមានរឿងមួយចង់ពឹងពាក់បងឲ្យជួយខ្ញុំបន្តិចបាទល្អណាស់ប្អូនតើប្អូនកណ្ដុរឯងមានរឿងអ្វីបាទបងខ្លាខ្មៅទុនសាយដែលជាមិត្តរបស់ខ្ញុំត្រូវបានព្រានម្នាក់ចាប់គាត់ដាក់លឿនឡានយកទៅបាត់ហើយដូច្នេះខ្ញុំចង់ពឹងបងឲ្យជួយរកនិងយកមិត្តរបស់ខ្ញុំត្រឡប់មកវិញអូរឿងនេះទេមិនអីទេខ្ញុំនឹងជួយប្អូនឯងចូលប្អូននាំផ្លូវបងទេនិយាយចប់ទាំងពីរនាក់ក៏ចេញដំណើរទៅតាមដែលកង់ឡានដែលព្រាននោះបើកបរដឹកទន្សាយយកទៅបន្ទាប់ពីចេញដំណើរអស់ជាច្រើនម៉ោងកណ្ដុរនិងខ្លាខ្មៅក៏បានទៅទាន់រថយន្តដឹកទន្សាយដែលព្រានបានឈប់សម្រាកដើម្បីហូបបាយណោះឡាននោះហើយបងខ្លាខ្មៅដែលព្រានបានចាប់ទន្សាយមិត្តរបស់ខ្ញុំដាក់ក្នុងទ្រុងដឹកយកទៅច្បាស់ហើយមែនទេបើដូច្នេះប្អូនកណ្ដួអាងរងចាំទីនេះហើយទុកឲ្យបងខ្លាខ្មៅនេះបញ្ចេញស្នាដៃឲ្យប្អូនមើលម្ដង ព្រានប្រៃអប្រៃលើកនេះលោកលេងខុសកន្លែងហើយមិនបងអងយូខ្លាខ្មៅស្ទុះវឹងទៅលើដំបូលរថយន្តហើយដាវសំដៅទៅរកកន្លែងដែលព្រានកំពុងតែអង្គុយហូបបាយ
ខ្លាខ្មៅពេលដែលបានឃើញព្រានអប្រិយហើយក៏ក្រហមបញ្ចេញសំឡេងយ៉ាងខ្លាំងធ្វើឲ្យព្រានភ័យស្លន់ស្លោរត់ប្រះអាយុបាត់ទៅក្រោយព្រានរត់បាត់ស្រមោលហើយខ្លាខ្មៅបានស្រែកទៅកាន់កណ្ដុតថាអាប្អូនកណ្ដូវអើយលឿនឡើងមកប្រញាប់ឡើងមកដោះកន្លឹះភ្លាមមកប្រយ័ត្នព្រានត្រឡប់មកវិញនោះយើងអាចនឹងមានគ្រោះថ្នាក់ទាំងអស់គ្នាហើយនិយាយរួចកណ្ដូលឡើងមកដោះកន្លឹះចេញហើយទន្សាយក៏បានរួចខ្លួនហើយឡើងទៅលើដំបូលរថយន្តជួបនឹងខ្លាខ្មៅទន្សាយលើកដៃសំពះខ្លាខ្មៅដោយទន់ភ្លន់រួចពោលថា ខ្ញុំសូមអរគុណបងខ្លាខ្មៅខ្លាំងណាស់ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់មកជួយជីវិតរបស់ខ្ញុំបងពិតជាមានគុណចំពោះខ្ញុំខ្លាំងណាស់ខ្ញុំនឹងដឹងគុណរបស់បងអស់មួយជីវិត មិនអីទេបងទន្សាយយើងមិនដែលជួបគ្នាប៉ុន្តែតាមរយៈការនិយាយស្ដីរបស់ប្អូនបងដឹងថាប្អូនជាសត្វដែលចរិតស្លូតមិនបង្កគ្រោះថ្នាក់ដល់នរណាឡើយដូច្នេះបងជួយប្អូនគឺស្មើនឹងបងជួយការទានអ្នកដែលស្លូតនិងប្រព្រឹត្តត្រឹមត្រូវប៉ុន្តែបើប្អូនមិនល្អបងក៏មិនជួយប្អូនដែរនិយាយចប់ទាំង3នាក់ក៏ដើរបណ្ដើរគ្នាវាលត្រឡប់ទៅទីកន្លែងដែលធ្លាប់រស់នៅវិញដោយក្តីសប្បាយរីករាយដើរតាមផ្លូវបណ្ដាទន្សាយនិងកណ្ដុះបានគិតគ្នាថាណែសម្លាញ់កណ្ដួបងខ្លាខ្មៅពិតជាមានទឹកចិត្តល្អណាស់ខ្ញុំគិតថាចង់សម្របអានគាត់ធ្វើជាបងប្អូនតើសម្លាញ់ឯងយល់យ៉ាងណាដែរសម្លាញ់ទន្សាយខ្ញុំក៏កំពុងតែគិតរឿងនេះដែរបើសម្លាញ់ឯងគិតយ៉ាងនេះដែរអញ្ចឹងយើងសាកនិយាយជាមួយគាត់យ៉ាង2នាក់តែម្ដងទៅកាលបើបានគិតគ្នារួចរាល់ហើយទន្សាយក៏ប្រាប់ទៅកណ្ដុះថាចាំខ្លួនជាអ្នកនិយាយជាមួយបងខ្លាខ្មៅចោះបងខ្លាខ្មៅអើយខ្ញុំនឹងសម្លាញ់កណ្ដុះរបស់ខ្ញុំមានរឿងចង់និយាយជាមួយបងតើបងអូនទាំងពីរមានរឿងអ្វីទៀតឆាប់និយាយមកបើអាចជួយបានបងនឹងជួយប៉ុន្តែបើលើសពីសមត្ថភាពរបស់បងវិញនោះគឺបងមិនអាចជួយបងអូនបានទេឥឡូវបងអូននិយាយសិនមកបាទបងខ្ញុំចង់សុំបងធ្វើជាបងរបស់ពួកខ្ញុំហើយពួកយើងនឹងរាប់អានគ្នាពីថ្ងៃនេះតទៅជានិរន្តរ៍អូបងស្មានតែមានរឿងអ្វីធំដុំការពិតរឿងតែប៉ុណ្ណេះសោះបើប្អូនមិនប្រកាន់នឹងបងដែលជាសត្វស៊ីសត្វជាអាហារទេនោះអញ្ចឹងបងព្រមទទួលសំណើដែលប្អូនទាំងពីរសុំទៅចោះដូច្នេះចាប់ពីថ្ងៃនេះទៅពួកយើងបានក្លាយជាបងប្អូននឹងគ្នាហើយបើនរណាចង់ធ្វើបាបប្អូនបងនឹងជួយការពារប្អូនមិនឲ្យនរណាម្នាក់មកបៀតបៀនប្អូនបានឡើយចាប់ពីពេលនោះមកសត្វទាំង3ក៏បានរស់នៅដោយភាពសប្បាយរីករាយនិងសុភមង្គលរឿងនេះចង់អប់រំអ្នកស្ដាប់ថា1នៅពេលដែលយើងមិនបៀតបៀននរណានៅពេលដែលយើងមានបញ្ហាមិនខ្វះញាតិមិត្តដែលរងចាំជួយយកអាសារយើងនោះទេ2មនុស្សមានរូបរាងនិងលក្ខណៈផ្សេងខុសគ្នាខ្លះក៏ប៉ុន្តែឲ្យតែមានសន្តានចិត្តល្អនោះពិតជាអាចរាប់អានឬរស់នៅជាមួយគ្នាបាន Channel លោកតានិទានសូមអរគុណដល់មិត្តអ្នកស្ដាប់ទាំងអស់ដែលបានយកចិត្តទុកដាក់ស្ដាប់រឿងរបស់ខ្ញុំបាទតាំងពីដើមដល់ចប់សូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យបានសេចក្តីសុខនិងសុភមង្គលប្រសិនបើមិត្តអ្នកស្ដាប់ចំតាមដាន Channel របស់ខ្ញុំបាទដើម្បីបានស្ដាប់នៅរឿងនិទានផ្សេងជាច្រើនទៀតសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងលើ Channel យើងខ្ញុំដើម្បីទទួលបានវីដេអូរបស់ខ្ញុំបាទមុនគេសូមអរគុណ